បាទជំរាបសួរទាំងអស់គ្នាឥឡូវខ្ញុំបង្ហាញពីរបៀបក្នុងការដាក់ថ្មរបស់យើងណាទាំងអស់គ្នាអញ្ចឹងខ្ញុំមើលវាចេញតិចសិនអញ្ចឹងទាំងអស់គ្នាអាចឃើញថ្មរបស់យើងគឺនៅក្នុងសន្តានបែបនេះបើថាខាងនេះគឺបូកខាងនេះគឺដកអញ្ចឹងខាងដកហ្នឹងគឺដាក់ចូលខាងក្នុងខាងក្នុងនេះដែលមានរសរណាអញ្ចឹងយើងដាក់ចូលខាងក្នុងនឹងអញ្ចឹងមកហើយយើងអានេះគឺផ្នែកខាងបូកណាយើងដាក់មកយើងមួលវាចូលអញ្ចឹងយើង point ទៅគឺវាភ្លឺក្នុងសន្តានបែបហ្នឹងអញ្ចឹងតកតងជាមួយហ្នឹងបើសិនករណីអ្នកទាំងអស់គ្នានៅការដ្ឋានគឺមួលអាក្បាលនេះចេញអញ្ចឹងអាក្បាលហ្នឹងគឺមួលចេញទៅគឺ point របស់វាគឺតែមក point បែបហ្នឹងអញ្ចឹងបើសិនករណីវានៅជាប់អញ្ចេះបើថានៅពេលទិញដំបូងគឺវានៅជាប់ក្បាលអញ្ចឹងពេល point គឺវាភ្លឺសន្តានបែបហ្នឹងណាក៏ប៉ុន្តែបើសិនករណីអ្នកទាំងអស់គ្នាអត់ភ្លឺពេលខ្លះវានៅជាប់អាសោនេះវាជាប់សោនៅខាងក្រោយណាចឹងឥឡូវខ្ញុំបង្ហាញឧទាហរណ៍មួយឥឡូវខ្ញុំកាច់ចេះណាអញ្ចឹងខ្ញុំចុចមិនក៏អត់ភ្លឺដែរខ្ញុំចុចមិនក៏អត់ភ្លឺដែរអញ្ចឹងណាក៏ប៉ុន្តែយើងដោះសោវាមកវិញមកយើងនៅខាងក្នុងហ្នឹងគឺបើន័យថាយើងមាន on off បើថានេះ off on អញ្ចឹងយើង point វាមក on មកបានយើងច្បាច់មកវាភ្លឺវិញខ្ញុំបើសិនករណីអ្នកទាំងអស់គ្នានៅការដ្ឋានគឺដោះក្បាលនេះចេញមកយើង point យកទៅមក point យកនៅក្នុងទម្រង់បែបហ្នឹងណាអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានប៉ុណ្្នឹងឯងអរគុណច្រើនទាំងអស់គ្នា